សាច់កាទៀវស្វិតឆ្ងាញ់ឡើងញ៉ាំមកឈប់អត់ឈប់ឡើងហត់ទឹកស៊ុបឡើងអស់ពីចានចង់ស្គាល់កន្លែងជីតាមផ្លូវទៅស្រុកទៅសៀមរាបយើងណាតាមផ្លូវ 6A បងអូនចង់ណែនាំកន្លែងម្ហូបឆ្ងាញ់មួយបងអូនជីតាមផ្លូវ 6A ថយទៅស្រុកទៅខេត្តឬក៏ឡើងទៅសៀមរាបហ្មងសេក្នុង Google Map ដាក់ភូមិក្រយ៉ាដល់ហើយនេះក្នុងហ្នឹងមានភោជនីយដ្ឋានមួយឈ្មោះថាម៉ាលីនៅនឹងធំស្រួលមើលហ្មងគេបើកតាំងពីព្រឹកដល់យប់ហ៎ហាងឈ្មោះឡើងព្រោះអញ្ចឹងយើងទៅមើលខាងក្នុងមើលមិនដែរគេដេកបែបខ្មែរហើយពណ៌បែបស្កុតស្គមថ្នោតចេញមកត្រជាក់ភ្នែកហ្មងគេមាន outdoor ទៀតហ៎អញ្ចឹងហើយ outdoor ដេកបែបចេញមក fresh ទៀតនេះ enjoy ញ៉ាំអីដែលអត់ boring ហ្មងយកអ្នកតែមកដែរទៅណាថតញ៉ាំអីឆ្ងាញ់ហ្នឹងបើបានអ្នកតែមកដែរគឺ the best ហ្មងនេះម៉ាក់ខ្ញុំមកបងអូននៅម៉ាលីគឺមានម្ហូបច្រើនមុខទាំងព្រឹកទាំងថ្ងៃដូចថ្មីនេះងាយគាត់មានឈុតស៊ុបចង់ញ៉ាំអីក៏មកទៅតាមចិត្តយើងឃ្លានសម្រាប់ខ្ញុំដឹងខ្ញុំចង់ញ៉ាំអីមកតែគ្រាន់តែខ្ញុំមានចម្ងល់មួយចង់ញ៉ាំកាទៀវហើយខ្ញុំរើសសាច់កាទៀវនៅម៉ាលីគេប្រើសាច់កាទៀវបែបមិនដឹងមានចូលចក្រានគេហ្មងទៅបងអូនគឺខាងកូនសម្រាប់សាច់កាទៀវគឺគាត់ប្រើកាទៀវហុយលៀង1980ល្បីណាស់គុណភាពខ្ពស់អនាម័យល្អគ្មានជាតិគីមីដែលរក្សាសាច់កាទៀវទុកបានយូរចឹងញ៉ាំទៅសុខភាពឲ្យសុខភាពមួយនឹងភ្នំពេញកាទៀវហុយលៀង1980ដែលប្រើនៅក្នុងគុយទាវសាច់គោសាច់ស្រួយជាមួយនឹងប្រហិតខ្ញុំនេះខាងម៉ាលីគាត់មានម្ហូប best selling ជាច្រើនរៀងសែនបន្តិចអ្នកនរគ្នាខាងហាងម៉ាលីគាត់មានម្ហូបប្រចាំហាងឈ្មោះគុយទាវម៉ាលីហ្មងខ្ញុំហៅយឺតបន្តិចតែមិនអីគុយទាវសាច់គោខ្ញុំនេះក៏ឆ្ងាញ់ម្នយដែរបូកជាមួយនឹងសាច់គុយទាវអនាម័យរបស់ហុយលៀងគឺឆ្ងាញ់ហ្មង sale location ជីកាត់កុំភ្លេចចូលផងបងអូនចាញ៉ាំចុះញ៉ាំឡើងញ៉ាំអស់ពីចានទឹកស៊ុបក៏ជាតិសាច់គុយទាវក៏ឆ្ងាញ់ environment ហាងក៏អនាម័យចឹងទៅទទួលបានអារម្មណ៍ល្អហ្មងភ្លេចចេញមកហាងម៉ាលីដែលស្ថិតនៅលើផ្លូវ 6A សម្រាប់បងអូនចូលចិត្តញ៉ាំសាច់គុយទាវភ្នំពេញអនាម័យហុយលៀងនៅម៉ាលីហ្នឹងហើយទីតាំងមកគាត់ធំហ្មងហ្នឹងក៏មានហាងនំប៉័ងភូមិក្រយ៉ាមួយដែរទៅទីតាំងធំទលេស្រួលចតអីហ្មងអត់ចាំពេលភ្ញៀវចេញចូលសាហាងកុំភ្លេច sale នៅក្នុង Google Map search មើលពេលជីតាមផ្លូវទៅស្រុកអីហ្នឹងចូលហូបបាយមួយពេលសិនណាបាយបាយ